សម្រាប់តែគេដាក់គុកអញ្ចឹងបាទហើយក៏គេដាក់គុកអស់អញ្ចឹងទៅហើយពីណាមើលកូនមើលអីមើលកូនទូចអញ្ចឹងអត់មានទេបងអើយហើយលឺតែកូនកំព្រាផងហ៎បាទឥឡូវមើលស្ពះសំលោកអាបាខេតហើយលោកនឹងសម្ដេចវរធិបតីលោកបានជួយអីមើលនិយាយអស់ចិត្តទេខ្ញុំសូមក្នុងពរឲ្យសម្ដេចជួយឲ្យខាងតុលាការដោះលែងពុនខ្ញុំមកវិញមកខ្ញុំទទួលស្គាល់កំហុសហើយជាគួរឲ្យអាណិតខ្លាំងណាស់បងប្អូនប្រិមិត្តជនជាតិជាទីគោរពព្រោះតែចាញ់បោកមេឆ្នោតបញ្ឆោតថាឆ្នោតវៀតណាមមានអាជ្ញាប័ណ្ណមានច្បាប់ត្រឹមត្រូវស្ត្រីម្នាក់បានកត់ឆ្នោតនៅក្នុងភូមិព្រែកតាកែវ2ឃុំសំរោងធំស្រុកគៀនស្វាយខេត្តកណ្ដាលនៅថ្ងៃទី10ខែឧសភាឆ្នាំ2025ត្រូវបានសមត្ថកិច្ចព្រំប្រទានស្រុកគៀនស្វាយបានធ្វើការអនុវត្តច្បាប់ចាប់ប្អូនស្រីយកមកផ្ដន្ទាទោសនិងដាក់គុកពេលនេះប្អូនប្រុសដែលត្រូវជាស្វាមីរួមជាមួយនឹងកូនតូច2នាក់មកយំអង្វរសំពះនៅក្បែររបងតុលាការខេត្តកណ្ដាលសូមឲ្យសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាព្រមទាំងឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអាបាខេត្តកណ្ដាលសូមឲ្យលោកមានការសន្តោសប្រណីទៅដល់ភរិយាដែលបានធ្វើខុសពេលនេះគាត់នឹងក្រុមគ្រួសារដឹងកំហុសហើយសូមឲ្យថ្នាក់ដឹកនាំជួយសម្រួលនិងអភ័យទោសដល់ក្រុមគ្រួសារគាត់ផងបាទជំរាបសួរអូនបាទជំរាបសួរបងហើយទៅណាទៅណីនាំកូននាំចៅមកអង្គុយនៅវត្តហ្នឹងខ្ញុំកូននាំចៅមកមើលប្រពន្ធមកដល់ខាងតុលាការគេកោះហៅមកតុលាការគេចាប់មកបាទហើយចាប់រឿងអីពុនខ្ញុំគាត់កត់ឆ្នោតខ្មែរមានកប់ឆ្នោតយូនអញ្ចឹងក៏ជីវភាពខ្វះខាតខ្ញុំក៏អត់ដឹងថាឆ្នោតយូនហ្នឹងវាខុសច្បាប់អីដែរព្រោះខាងក្រុមហ៊ុនគេធានាអះអាងអីចឹងតាមគេជាមកអូអញ្ចឹងអើយឆ្នោតហ្នឹងយើងកត់ហ្នឹងគេថាឆ្នោតអើយក្រុមហ៊ុនបាទអូហើយឥឡូវហ្នឹងអើយសមត្ថកិច្ចចាប់បាទចាប់នៅណាចាប់នៅភូមិព្រៃតកៅ2បងចាប់នៅភូមិព្រៃតកៅ2បាទចាប់ពីកាលចាប់ម្សិលមិញលាម៉ោង3ដូចជា3កន្លះបងអូចាប់ម្សិលមិញមក3កន្លះបាទឥឡូវប្រពន្ធទៅណាចាប្រពន្ធគេជូនទៅតុលាការអីហើយគេជូនទៅតុលាការយើងផងបាទចុះអីអត់ដឹងថាឆ្នោតហ្នឹងវាខុសច្បាប់ទេឆ្នោតហ្នឹងដឹងតែខុសច្បាប់ដែរតែគេប្រាប់ថាគេមានអាជ្ញាប័ណ្ណមានអីឲ្យយើងហើយយើងខ្វះខាតអីចឹងបងអូហើយរាល់ថ្ងៃហ្នឹងកន្លែងធ្វើអីអត់មានការងារធ្វើផងបងហើយប្រពន្ធគាត់កត់ឆ្នោតកត់អីនឹងតិចតួចហើយបានមួយថ្ងៃបានច្រើននេះឆ្នោតហ្នឹងទេ100000 200000អីចឹងទៅហើយយើងសល់បានប៉ុន្មានបានប្រហែលជា20000អីចឹង20000រៀនសូត្រអីចឹងបងហើយឥឡូវហ្នឹងប្រពន្ធគេចាប់ហើយបាទហើយបើចាប់ចឹងទៅបានពីណាមើលកូនមើលចៅពីណារស់ស៊ីអីចឹងទូចចឹងអត់ដឹងសង្ឃឹមអីទៀតទេបងឥឡូវខ្ញុំទទួលស្គាល់ខុសហើយឥឡូវសូមបងអភិបាលខេត្តគូចម្រើននិងសម្ដេចបបរធិបតីហ៊ុនម៉ាណែតជួយខ្ញុំផងមកយកពុនខ្ញុំដាក់គុកខ្ញុំមិនមានពីណាមើលថែកូនខ្ញុំទេឥឡូវហ្នឹងមានបានទៅជួបគេនៅអូនបានជួបគេនៅបានជួបគេហើយតែគេអត់ដោះស្រាយយើងទេគេជូនឡើងតុលាការគេជូនឡើងតុលាការបាទឥឡូវសម្រាប់តែគេដាក់គុកអញ្ចឹងបាទហើយក៏គេដាក់គុកអស់អញ្ចឹងទៅហើយពីណាមើលកូនមើលអីមើលកូនទូចអញ្ចឹងអត់មានទេបងអើយហើយលឺតែកូនកំព្រាផងហ៎បាទឥឡូវមើលស្ពះសំលោកអាបាខេតហើយលោកនឹងសម្ដេចវរធិបតីលោកបានជួយអីមើលនិយាយអស់ចិត្តទេខ្ញុំសូមក្នុងពរឲ្យសម្ដេចជួយឲ្យខាងតុលាការដោះលែងពុនខ្ញុំមកវិញមកខ្ញុំទទួលស្គាល់កំហុសហើយបើដឹងខុសហើយថ្ងៃក្រោយលែងឈប់ធ្វើណាបាទបងប្អូនប្រិមិត្តទស្សនិកជនជាទីគោរពបាទបងប្អូនប្រុសបាទគឺអោបកូនយំបាទនៅបៀតតុលាការខេត្តកណ្ដាលនេះបាទដោយប្រពន្ធគាត់បានកត់ឆ្នោតវៀតណាមគេថាឆ្នោតក្រុមហ៊ុនមានច្បាប់ណាបាទប៉ុន្តែឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកតុលាការដើម្បីដាក់ទោសទណ្ឌហើយកំពុងយំពីវនីវសំសម្ដេចនិងលោកអាបាខេតជួយផងបាទគាត់ទទួលស្គាល់កំហុសហើយទៀតហើយបាទអ្នកស្រុកអ្នកសេគាត់បន្តិចតួចបើសិនជាអាចអប់រំណែនាំបានក៏អប់រំណែនាំទៅបាទមកទៅបាក់ភ្នែកណាទៀតហើយ